ជំរាបសួរអ៊ំពុំមីងនិងបងប្អូនទាំងអស់គ្នាថ្ងៃនេះផ្ទះរបស់ admin បានបង្ហាញមុខម្ហូបមួយមុខទៀតណាបងប្អូនថ្ងៃនេះទិញបានត្រីកែងនិយាយពីថាល្អណាស់បងប្អូនហើយយកមកចៀនបំពងឲ្យស្រួយផ្ទាប់ជាមួយនឹងទឹកត្រីស្វាយរបស់យើងនេះនិយាយពីថាដាក់មកមានជាតិណាស់ទឹកត្រីស្វាយខ្ចីរបស់យើងដាក់មកនិយាយពីថារសជាតិវិញឆ្ងាញ់មែនតើផ្ទាប់ត្រូវមែនតើណាបងប្អូនបាទឥឡូវនេះគឺយើងលាងសម្អាតត្រីរបស់យើងសិនមកបានអាធំបាទតូចមកល្មមមកសំគួយអញ្ចឹងណាពុកម៉ែបងប្អូនដឹងស្រាប់ហើយត្រីប្រភេទនេះគឺជាប្រភេទត្រីដែលមានរសជាតិឆ្ងាញ់ហើយបើយើងចេះធ្វើមុខម្ហូបទៀតណាឆ្ងាញ់ខ្លាំងណាស់ថ្ងៃនេះយកប្រឡាក់ក៏បានចៀនសាបក៏បានដែរបងប្អូនអាធំនេះគឺយើងកាត់វាជាកង់2កណាត់អីចឹងទៅបាទហើយស្វាយគឺយើងប្រើក្តឹបបងប្អូនក្តឹបវាជូរស្រស់មកល្អហើយពេលដែលយើងយកមកធ្វើទឹកត្រីស្វាយនោះមានរសជាតិឆ្ងាញ់មែនតើប្រើលាយជាមួយនឹងខ្ទឹមក្រហមម្ទេសអូយដាក់មកមានជាតិណាបងប្អូនគ្រាន់តែនឹកឃើញម្ហូបលក្ខណៈស្រុកស្រែយើងនឹងអូយប៉ុន្តែរសជាតិវិញឆ្ងាញ់ខ្លាំងមែនតើអញ្ចឹងអ៊ំពូមីងដែលកំពុងតែទស្សនាដឹងហ្នឹងណាបាទងាយជាមួយនឹងវិធីធ្វើប៉ុន្តែរសជាតិវិញឆ្ងាញ់ខ្លាំងមែនតើអញ្ចឹងឥឡូវគឺយើងកាត់ត្រីរបស់យើងអាធំមួយមកជា2កណាត់មកបាទក្រៅពីនឹងគឺវាមកល្មមហើយពេលយើងយកទៅចៀនឬក៏បំពងបងប្អូនសម្រាប់ខាងខ្ញុំបាត់ចៀនបាទប្រើប្រេងឆាបន្តិចមកល្មមមកសំគួរហើយចៀនត្រីនេះបើអត់ចេះតិចនិចទេជាប់ខ្ទះហើយបងប្អូនហើយប៉ុន្តែសម្រាប់ខាងខ្ញុំបានគឺចេះតិចនិចពេលដែលយើងចៀនត្រីគឺយើងទុកវាឲ្យឆ្អិនឲ្យក្រៀមមកសពបមិនមែនថាដាក់ភ្លាមប្រែភ្លាមឬក៏ដាក់មកស្ទុះទៅប្រែអត់ទេណាបងប្អូនតោះតែវាឆ្អិនពេលវាឆ្អិនមកចាហៀងនឹងហើយយើងប្រែបាទគឺវាអត់ជាប់ខ្ទះទេនេះគឺជាតិចនិចរបស់ផ្ទះរបស់ខាងខ្ញុំបានណាបងប្អូនហើយប្រើវិធីសាស្ត្របែបនេះបងប្អូនហើយត្រីបងប្អូនចៀនមកល្អឡើងសលូនអរគុណអញ្ចឹងកន្លងមកបងប្អូនថាត្រីប្រភេទនេះពិបាកចៀនណាបងប្អូនបាទប៉ុន្តែសម្រាប់នៅក្នុងប្រភេទត្រីនេះបើយើងចេះតិចនិចគឺអត់ជាប់ទេហើយណាមួយមានរសជាតិឆ្ងាញ់ទៀតនេះបងប្អូនឃើញទេតើវាមកសពបអញ្ចឹងមកបាទពេលដែលវាមកសពបហើយវាហើបហើយយើងឆ្កឹះតែបន្តិចមកយើងប្រែត្រឡប់បានណាបាទនេះគឺជាតិចនិចវិធីងាយនៅក្នុងការចៀនត្រីឲ្យបានល្អហើយទទួលបានរសជាតិឆ្ងាញ់ណាមួយស្រួយល្អទៀតណាបងប្អូនហើយពេលដែលយើងយកមកបន្ទាប់ជាមួយនឹងជ្រក់ស្វាយរបស់យើងមកអូឆ្ងាញ់ខ្លាំងមែនតើជ្រក់ក្តឹបស្វាយរបស់យើងដាក់មកមានជាតិណាបងប្អូនអ៊ំពូមីងគ្រាន់តែឃើញក៏តំណងដែរហើយពេលដែលខាងច្បាត់បង្ហាញចេះបងប្អូនហើយនឹកឃើញមុខម្ហូបនេះផ្ទាល់តែម្ដងឆ្ងាញ់ខ្លាំងរសជាតិមិនចិនណាយលក្ខណៈមួយថាធ្វើពេលណាក៏បានពេលណាក៏មានអារម្មណ៍មួយថាឆ្ងាញ់ដែរហើយបានបាយស្រួយទៀតមកអូយខប់សេរីតែសម្រាប់ខាងច្បាត់ខុសគេឲ្យថាបានម្ហូបគោកចេះណាបងប្អូនចូលចិត្តញ៉ាំតែបាយក្ដាំងវាមានរសជាតិឆ្ងាញ់ណាបងប្អូននេះលក្ខណៈផ្អែមអ៊ំពូមីងណាខ្លះដូចខ្ញុំបើខមមិនចែករំលែកម្នាក់មួយមើលបើថាដោយ admin មែនចុះសម្រងមួយ admin បានឥឡូវត្រីរបស់យើងឆ្អិនហើយយើងត្រូវចៀនត្រីឲ្យឆ្អិនហើយទើបយើងធ្វើទឹកត្រីស្វាយបងប្អូនឬក៏គេហៅថាជ្រក់ស្វាយរបស់យើងណាបើសិនជាយើងធ្វើមុនពេលដែលត្រីរបស់យើងតម្រាំតែឆ្អិនស្វាយរបស់យើងជូរច្រេងអញ្ចឹងគឺយើងត្រូវតែចៀនត្រីឆ្អិនសិនមកចាំធ្វើទឹកត្រីស្វាយធ្វើឲ្យញ៉ាំហ្មងអូយឆ្ងាញ់ខ្លាំងហើយស្វាយនេះស្រួយថាស្រួយមែនតើណាក្តឹបវាមកលក្ខណៈមួយថាពេលដែលយើងញ៉ាំទៅមានជាតិបងប្អូនគ្រាន់តែឃើញចេះក៏ដឹងតែតំណងទេណូបាទឃើញលក្ខណៈមួយថាស្រក់ទឹកមាត់ហ្មងនិយាយតែឲ្យតែឃើញមកជូរបងប្អូនហើយទឹកមាត់មិនដឹងមកពីណាទេឡើងចេញឡើងច្រាវសូម្បីតែខាងខ្ញុំបាត់បរិយាយម្ដងនឹងទុកមិនចង់ជាប់អរគុណបាទយើងសាប់ស្វាយរបស់យើងចឹងមកហើយយើងចិត្តស្ដាងពេលដែលយើងយកមកធ្វើលាយជាមួយនឹងគ្រឿងផ្សំអីហើយវាចូលជាតិគ្នាបានល្អបន្ទាប់ជាមួយនឹងត្រីចៀនរបស់យើងឲ្យបាញ់មិញហ្នឹងទៅគឺថាមានជាតិហ្មងហើយឡើងឆ្ងាញ់លក្ខណៈមួយថាប្លែកមាត់ហ្មងបងប្អូនញ៉ាំហើយចង់ញ៉ាំទៀតញ៉ាំហើយនឹកឃើញម្ហូបនេះទៀតតតែម្ដងម្ហូបនេះធ្វើពេលរដូវភ្លៀងធ្លាក់អីហ្នឹងគឺត្រូវហ្មងបាទហើយបើថាយើងធ្វើពេលណាក៏ត្រូវដែរប៉ុន្តែគាត់ថាពេលភ្លៀងធ្លាក់ត្រូវច្រើនជាងលក្ខណៈគ្រីមក្រោយអញ្ចឹងណាអរគុណចឹងអ៊ំពូមីងគ្រាន់បានឃើញក៏ដឹងដែរណូបាទជាមួយនឹងក្តឹបស្វាយរបស់យើងនិយាយពីថាដាក់មកឆ្ងាញ់ណាស់ហើយលក្ខណៈមួយថាជូរស្រស់មាត់ល្អបន្ទាប់ជាមួយនឹងត្រីដែលជាប្រភេទត្រីកេះយកមកចៀនហើយយកមកបន្ទាប់បាទអូយឆ្ងាញ់ខ្លាំងមែនតើស្រួយស្រឹបលក្ខណៈមួយថាជូរមានរសជាតិបាទយើងផ្សំគ្រឿងមានលាយស្ករប៊ីចេងអំបិលទឹកត្រីអញ្ចឹងទៅបងប្អូនបាទលាយមិនតិចទេប៉ុន្តែរសជាតិវិញឆ្ងាញ់ខ្លាំងដាក់ម្ទេសហិលមកល្មមមកឆ្ងាញ់ហ្មងហើយខ្ទឹមក្រហមរបស់យើងនេះខ្ទឹមខ្មែរបងប្អូនហើយលក្ខណៈទូចអញ្ចឹងតែវាពិបាកចិត្តបន្តិចតែបើយើងប្រើជាប្រភេទខ្ទឹមនាំចូលវាធំបាទប៉ុន្តែយើងប្រើខ្ទឹមខ្មែរទៅក្លិនឈ្ងុយខ្មែររបស់យើងនិយាយថាផលិតខ្ទឹមមកក្លិនឡើងឈ្ងុយហ្មងណាមកទេគេយើងប្រើមួយអញ្ចឹងទៅឬក៏ពីរអញ្ចឹងទៅតាមចំណូលចិត្តបើបងប្អូនចូលចិត្តហិលដាក់រៀងច្រើនតែសម្រាប់ផ្ទះរបស់ admin ប្រើប៉ុណ្ណេះមកល្មមហ្មងមកឆ្ងាញ់មិនលក្ខណៈមួយតែហិលតិចទេបងប្អូនហិលតិចរសជាតិវិញឆ្ងាញ់ជាប់មាត់ណា
អរគុណក្រោយពេលដែលយើងដាក់ម្ទេសហើយបងប្អូនឃើញតំណងឯងបាទមានពណ៌ចម្រុះតែម្ដងហើយយើងដាក់ឲ្យយកគួរបងប្អូនពីរធំពីលើទៀតមកអូយខែលក្ខណៈមួយថាខប់សេរី មានស្ករអំបិលប៊ីចេងទឹកត្រីបាទលួចនៅតាមចំណងចំណូលចិត្តបាទចិញ្ជ្រុំវាឲ្យវាចូលសពសាច់ទៅបាទព្រោះថាជ្រក់ស្វាយរបស់យើងត្រូវតែវាជ្រុំវាឲ្យចូលជាតិណាបងប្អូនឲ្យវាសពប់ស្វាយដូចយើងបុកល្ហុងអញ្ចឹងញុំអញ្ចឹងណាបងប្អូនបាទបងប្អូនតែបុកល្ហុងញុំឌូដាក់ចានបានញ៉ាំបាទតែជ្រក់ស្វាយក៏ដូចគ្នាដែរបងប្អូនញុំជាមួយនឹងគ្រឿងទៅបាទពេលដែលវារៀងចូលដែលគេហៅថាញោ វាចូលសពសាច់សពគ្រឿងអីហើយគឺយើងដួសញ៉ាំបានហើយមានជាតិឆ្ងាញ់មែនតើលក្ខណៈមួយថាប្រៃផ្អែមជូរហិលមាននៅក្នុងគ្រឿងនឹងតែម្ដង អរគុណអញ្ចឹងត្រូវធៀបហ្មងបងប្អូនមើលបងប្អូនអ៊ំពូមីងណាខ្លះដែលគាត់ជួយចិត្តញ៉ាំលក្ខណៈដូចតែខាងខ្ញុំបាត់បង្ហាញនេះអាចនៅក្នុងការ comment ចែករំលែកផងណាបាទប៉ុន្តែរសជាតិម្ហូបនេះឆ្ងាញ់ខ្លាំងហើយនឹងចែករំលែកនៅមុខម្ហូបសម្បូរបែបបន្តទៀតណាបងប្អូនឡើងឌូដាក់ចានអញ្ចឹងមកអូយដំរៀបមកនិយាយថាល្អអើយល្អម្ហូបឆ្ងាញ់ចេះចាំការទៀតមកភ្លក់ជាមួយនឹង admin ទាំងអស់គ្នាណាដូចបាយម្នាក់មួយចានមកបងប្អូនហើយម្ហូបឆ្ងាញ់មកដល់ទៀតហើយ អរគុណចឹងថ្ងៃនេះអត់មានអីច្រើនសម្រាប់នៅក្នុងការផ្ដល់ជូនទេបើសិនបងប្អូនបានទស្សនាហើយកុំភ្លេចចូលទៅ subscribe ឬក៏ដឹងឲ្យ admin ម្នាក់មួយផងទស្សនាតាម page follow page ម្នាក់មួយផងអរគុណជំរាបលាបាយបាយ